ស្ត្រីរូបនេះតែងលួចមើលប្អូនប្រុសហាត់គុនរាល់ពេលនាងលាងចានព្រោះប្អូនប្រុសនៅក្មេងសោះតែអាចបញ្ចេញចលនាដាវបានយ៉ាងងាយស្រួលដូច្នេះរាល់ពេលឃើញឪពុកសរសើរគេនាងតែងតែច្រណែនណាស់លុះពេលពួកគេចេញទៅនាងក៏ចាប់កាន់ចង្កេះចង់សាកល្បងម្ដងដែរតែពេលនាងព្យាយាមគ្រវីខ្លាំងដូចប្អូនប្រុសស្លឹកឈើពីចម្ងាយមិនកម្រើកបន្តិចសោះឃើញដូច្នេះនាងក៏ខឹងហើយអស់សង្ឃឹមយ៉ាងខ្លាំងតើនាងពិតជាគ្មានទេពកោសល្យហាត់គុនមែនឬមិននឹកស្មានថាពេលនាងចេញទៅធម្មពលដាវដែលនាងទើបតែគ្រវីចេញបានបំបែកដីបង្កើតជាស្នាមប្រេះធម្មពលដាវដ៏ខ្លាំងក្លានោះបានបំបែកនិកាយពីចម្ងាយជាពីរចំណែកហើយទិដ្ឋភាពនេះក៏ត្រូវវីរៈបុរសគុណម្នាក់ដែលនៅក្បែរឃើញនឹងភ្នែកធម្មពលដាវនេះខ្លាំងណាស់ប្រើតែចង្កឹះមួយគូអាចកាត់ភ្នំបានគាត់ក៏ហោះទៅឃាត់នាងភ្លាមរួចសួរនាងថាតើនាងសុខចិត្តគោរពគាត់ជាគ្រូដែរឬទេមិននឹកស្មានថានាងបដិសេធភ្លាមនោះទេព្រោះឪពុកស្អប់ខ្ពើមនាងតាំងពីក្មេងដោយសារនាងជាក្មេងស្រីដូច្នេះអ្វីដែលនាងចង់ធ្វើពេលនេះគឺផ្សព្វផ្សាយវិជ្ជាដាវត្រកូលឈូហើយបញ្ជាក់ទៅឪពុកដូច្នេះតាចាស់ក៏ខឹងស្ទុះស្ទាអស់ជំរឿគាត់ក៏បានឲ្យក្មេងស្រីនៅកូនត្បូងមួយដុំដើម្បីឲ្យនាងគិតពិចារណាពេលគិតបានហើយគ្រាន់តែកំទេចត្បូងនេះគាត់នឹងមកទទួលនាងមិននឹកស្មានថានៅយប់នោះប្អូនប្រុសចិញ្ចឹមសម្រេចចិត្តកំចាត់នាងដើម្បីទទួលមរតកគ្រួសារឈូទាំងអស់គេហៅនាងទៅសារបុព្វការីហើយដុតរូបគោរពបុព្វការីត្រកូលឈូនៅមុខនាងពេលឪពុកមកដល់គេធ្វើពុតជាឆេះដៃហើយទម្លាក់កំហុសទាំងអស់លើនាងរួចរៀបចំផែនការដាក់កំហុសលើនាងទោះជានាងពន្យល់យ៉ាងណាឪពុកនៅតែជឿលើកូនចិញ្ចឹមហើយគិតថាកូនបង្កើតខ្លួនឯងកុហកឪពុកក៏ដាក់ទណ្ឌកម្មនាងគិតថាម្ដាយនឹងជួយអង្វរនាងតែមិននឹកស្មានថាម្ដាយក៏ថានាងក្បត់ផងដែរសូម្បីគូដណ្ដឹងដែលស្រឡាញ់នាងបំផុតក៏ចូលខាងប្អូនចិញ្ចឹមដែរហើយនាងក៏ត្រូវឪពុកឃុំឃាំងនៅក្រោយភ្នំរងនៅការជិះចាប់ដូចបេះបាក់ដោយព្រួញរាប់ពាន់គ្រាប់មួយប៉ព្រិចភ្នែក10ឆ្នាំកន្លងផុតទៅនាងត្រូវបានឪពុកដោះលែងរូបអូនចិញ្ចឹមកំពុងខ្លាចជាមេគ្រួសារត្រឡប់ទៅបន្ទប់វិញនាងដឹងថា10ឆ្នាំនេះគ្មានអ្នកណាមកបន្ទប់នាងទេនាងក៏រកឃើញត្បូងដែលតាចាស់បន្សល់ទុកឲ្យនាងខណៈពេលនាងស្ទាក់ស្ទើរថាតើនាងគួរកំទេចត្បូងនេះដែរឬទេស្រាប់តែឮសំឡេងឪពុកម្ដាយនិយាយគ្នានៅខាងក្រៅកូនប្រុសម្ដាយបានចិញ្ចឹមឯងតាំងពីតូចនៅក្នុងចិត្តរបស់ម្ដាយឯងសំខាន់ជាងកូនបង្កើតទៅទៀតម្យ៉ាងទៀតចំពោះចៅដែលជាក្មេងស្រីយើងបានធ្វើល្អគ្រប់គ្រាន់ហើយត្រូវហើយឯងទើបជាអ្នកស្នងត្រកូលឈូពិតប្រាកដវិជ្ជាដាវរបស់ឯងគឺខ្ញុំបានបង្រៀនដោយផ្ទាល់ដៃពេលរបួសដៃស្ដាំរបស់ឯងជាហើយខ្ញុំនៅតែសង្ឃឹមថាឯងនឹងអាចស្ដារគិតនាមត្រកូលឈូបានដូច្នេះនាងក៏អស់សង្ឃឹមជាស្ថាពរនាងដឹងថាឪពុកម្ដាយមិនស្រឡាញ់នាងដែលជាកូនបង្កើតសោះដូច្នេះនាងក៏ចាប់កំទេចត្បូងនៅក្នុងដៃភ្លាមដល់ពេលចាក់ចេញពីផ្ទះដែលគ្មានភាពកក់ក្ដៅនេះហើយម្ខាងទៀតតាចាស់រងចាំ10ឆ្នាំទើបបានថ្ងៃក្មេងស្រីកំទេចត្បូងនេះគាត់ហៅសិស្សច្បងភ្លាមឲ្យរៀបចំឱសថសម្រាប់ដាស់ធម្មពលដាវ3ថ្ងៃទៀតគាត់នឹងទៅទទួលក្មេងស្រីដោយផ្ទាល់ដល់ថ្ងៃខួបកំណើតប្អូនចិញ្ចឹមក៏ជាថ្ងៃដែលឪពុកតាំងគេជាមេគ្រួសារដែរឪពុកជូនវិជ្ជាដាវត្រកូលឈូជាកាដូដល់ប្អូនចិញ្ចឹមម្ដាយនិងសិស្សច្បងក៏ជូនកាដូរៀងខ្លួនដែរទិដ្ឋភាពនេះត្រូវនាងមើលឃើញទាំងអស់ប៉ុន្តែដោយគិតថានាងនឹងចាក់ចេញឆាប់នេះនាងក៏មិនយកចិត្តទុកដាក់ទេពេលនាងត្រៀមចាក់ចេញស្រាប់តែឪពុកឃើញគាត់ស្ដីបន្ទោសនាងដែលមិនបានរៀបចំកាដូក្នុងថ្ងៃខួបកំណើតប្អូនប្រុសនាងមិនខ្វល់ពីពួកគេឡើយហើយត្រៀមចាក់ចេញតែពេលនេះសិស្សច្បងដែលជាគូដណ្ដឹងនាងក៏ខាត់នាងគេចង់លុបចោលការភ្ជាប់ពាក្យជាមួយនាងដោយសារតែត្រូវជួយមេគ្រួសារគេបានជួយសង្គ្រោះជីវិតខ្ញុំតើខ្ញុំមិនគួរជួយគេទេចុះឯងវិញមនុស្សមិនចេះវែកញែកត្រូវខុសពុតត្បត់ដូច្នេះនាងគិតថារឿងនេះគួរឲ្យអស់សំណើចកាលនោះសិស្សច្បងឈឺធ្ងន់គ្មានគ្រូពេទ្យណាចេះព្យាបាលគឺនាងបានប្រើឈាមបេះដូងខ្លួនឯងជាថ្នាំអស់រយៈពេល3ថ្ងៃទើបជួយសិស្សច្បងឲ្យរួចផុតពីគ្រោះថ្នាក់មិននឹកស្មានថាប្អូនចិញ្ចឹមក៏មកទទួលយកគិតយកទៅតែពេលនេះវាមិនសំខាន់ទៀតទេនាងប្រាប់គូដណ្ដឹងថាគេនឹងស្ដាយក្រោយហើយក៏ចាក់ចេញទៅយប់ចូលឆ្នាំចិននេះនាងក៏ទទួលបានសម្បត្តិពីតាចាស់ជាគ្រូនាងរីករាយដែលនាងអាចចាក់ចេញពីកន្លែងគ្មានបេះដូងនេះបានពេលគ្រួសារជួបជុំគ្នាពួកគេមិនបានចាប់អារម្មណ៍ថាក្មេងស្រីមិនបានមកទេយប់ព្រើធ្លាក់ក្មេងស្រីផ្លុំពន្លត់ទៀនក្នុងបន្ទប់ហើយទៅផែតែម្នាក់ឯងរហូតដល់ម៉ោង12យប់ម្ដាយទើបនឹកឃើញថាពេញមួយយប់មិនឃើញក្មេងស្រីសោះដូច្នេះក៏រៀបចំទៅបន្ទប់កូនស្រីមើលស្ថានភាពបន្ទប់ចៅណែណាលោកស្រីអ្នកនាងធំរស់នៅផ្ទះឃ្លាំងនៅតំបន់ខាងលិចអស់រយៈពេលប៉ុន្មានឆ្នាំនេះផ្ទះឃ្លាំងឯងហាគេនៅផ្ទះឃ្លាំងគេជាកូនស្រីធំត្រកូលឈូណាឯងជាអ្នកគ្រប់គ្រងឯងរៀបចំយ៉ាងម៉េចហ្នឹងបន្ទប់ដើមរបស់អ្នកនាងធំបានប្ដូរទៅជាកន្លែងដាក់អាវុធរបស់លោកគ្រូហៅសៀនហើយអាចរស់នៅតែផ្ទះឃ្លាំងប៉ុណ្ណោះពេលម្ដាយមកដល់បន្ទប់ទើបដឹងថាកូនស្រីដែលជាអ្នកនាងធំត្រកូលឈូបែរជារស់នៅក្នុងបន្ទប់ដែលសំបីអ្នកបម្រើក៏មិនរស់នៅដែររួចគាត់ឃើញសម្បត្តិដែលនាងទុកលើតុនិងដែកស្រួចដែលធ្លាប់ចោះយកឈាមបេះដូងម្ដាយក៏ដឹងរឿងភ្លាមគាត់ប្រញាប់យករបស់ទាំងនេះរត់ចេញទៅហើយប្រគល់សម្បត្តិទាំងនេះឲ្យឪពុកបើកមើលហើយទើបដឹងថាប៉ុន្មានឆ្នាំមកនេះខ្លួនឯងពិតជាបន្ទោសកូនស្រីខុសមែនកូនស្រីមិនត្រឹមតែស្រឡាញ់ប្អូនប្រុសខ្លាំងប៉ុណ្ណោះទេថែមទាំងចង់ជួយគ្រួសារទៀតផងប្អូនប្រុសចិញ្ចឹមចង់បំផ្លាញគ្រួសារតែឪពុកម្ដាយបែរជាចាត់ទុកខ្ញុំដូចជាឆ្កែនៅក្នុងផ្ទះទៅវិញឪពុកម្ដាយពិតជាមិនស្រឡាញ់ខ្ញុំសោះប្រហែលជាកំណើតរបស់ខ្ញុំតាំងពីដំបូងគឺជាកំហុសទៅហើយមើលរឿងរ៉ាវទាំងអស់នេះហើយឪពុកក៏ស្ដាយក្រោយជាខ្លាំងដែលបានធ្វេសប្រហែសកូនស្រីអស់ប៉ុន្មានឆ្នាំនេះពេលនេះសិស្សច្បងក៏មើលឃើញដែកស្រួចនៅក្នុងដៃឪពុកបើកមើលហើយទើបដឹងថាប៉ុន្មានឆ្នាំមកនេះខ្លួនឯងពិតជាបន្ទោសកូនស្រីខុសមែនឪពុកបើកមើលហើយទើបដឹងថាប៉ុន្មានឆ្នាំមកនេះខ្លួនឯងពិតជាបន្ទោសកូនស្រីខុសមែនកូនស្រីមិនត្រឹមតែស្រឡាញ់ប្អូនប្រុសខ្លាំងប៉ុណ្ណោះទេថែមទាំងចង់ជួយគ្រួសារជួយសង្គ្រោះប្រុសចិញ្ចឹមពេលនេះពួកគេទើបមើលឃើញមុខម្ដាយរបស់អូនចិញ្ចឹមដូចជាឆ្កែនៅអស់អ្នកបម្រើមកម្ដាយពិតជាគេក៏ប្រញាប់ប្រហែលជាកំណើតរបស់ខ្ញុំតាំងពីដំបូងនាងក៏បានជួយនឹងតាចាស់ជាគ្រូហើយគ្មានអ្វីដែលនាងត្រូវស្ដាយស្រឡាញ់ទីនេះទេនាងក៏បដូរឈ្មោះទៅជាលឹងសៀមហើយចង់ចូលលើកំពូលនៃវិថីគុណរួចក៏ជិះទូកជាមួយគ្រូចាក់ចេញទៅពេលគ្រូសាររបស់នាងមកដល់លែងមានស្រមោលនាងនៅលើទឹកទៀតហើយមួយប៉ព្រិចភ្នែក3ឆ្នាំកន្លងផុតទៅក្រោមការបង្វឹករបស់គ្រូនាងបានដាស់ធម្មពលដាវហើយខ្លាយជាលេខ1នៅលើតារាងគុណតាចាស់ចង់សាកល្បងធម្មពលរបស់នាងគាត់ប្រមូលធម្មពលខាងក្នុងទៅលើដំណក់ស្រាមួយហើយបាញ់ទៅរកនាងឃើញហើយក៏
ក៏គ្រវីដាបន្តិចឲ្យដំណក់ស្រានោះលោតឡើងរួចបាញ់ត្រឡប់ទៅវិញកម្លាំងដ៏ខ្លាំងក្លានោះបានទម្លុះព្រៃសីនៅពីមុខឃើញដូច្នេះតាចាស់ក៏រីករាយណាស់ឥឡូវនេះធម្មពលរបស់នាងសំបីគាត់ជាគ្រូក៏មិនអាចប្រៀបផ្ទឹមបានដែរគាត់ក៏យកបានសម្គាល់មួយចេញមកប្រគល់និកាយលេខ1លើលោកឈ្មោះឲ្យនាងស្នងតំណែងរួចប្រាប់នាងថាការប្រឡងជ្រើសរើសសិស្សនិកាយនេះនឹងប្រព្រឹត្តទៅនៅស្រុកកំណើតរបស់គាត់គឺនៅឡកទូហើយរៀបចំដោយត្រកូលឈូដូច្នេះគាត់ចង់ឲ្យនាងតំណាងគាត់ទៅទីនោះនាងនឹកឃើញការអាម៉ាស់ដែលធ្លាប់រងនៅផ្ទះកាលពីមុនហើយពេលនេះនាងជាលេខ1ក្នុងតារាងគុណហើយដូច្នេះដល់ពេលត្រឡប់ទៅជួបពួកគេហើយមិនយូរប៉ុន្មានក៏ដល់ថ្ងៃប្រឡងជ្រើសរើសសិស្សមនុស្សម្នាជាច្រើនពេលដឹងថាអ្នកត្រួតពិនិត្យលើកនេះគឺជាលីងស៊ីវដែលជាលេខ1ក្នុងតារាងគុណក៏រំភើបចិត្តជាខ្លាំងសូម្បីតែប្អូនចិញ្ចឹមក៏លងស្នេហ៍នារីឆ្នាំនេះដែរឪពុកក៏និយាយថាបើស្ត្រីដែលមានទេពកោសល្យបែបនេះជាកូនស្រីខ្លួនគឺល្អណាស់ដូច្នេះគាត់ក៏ឲ្យប្អូនចិញ្ចឹមព្យាយាមដើម្បីឲ្យលីងស៊ីវទទួលយកគេជាសិស្សផ្ទាល់មិននឹកស្មានថាពេលពួកគេនិយាយចប់ដាវរបស់សិស្សទាំងអស់ក៏ចាប់ផ្ដើមមកក្រៅរួចក៏ដកចេញពីស្រោមដាវដោយសារតែមានអ្វីមួយហៅបង្កើតជាកម្លាំងដាវដ៏ខ្លាំងក្លាមើលលីងស៊ីវមេគ្រូសាគុណបានមកដល់ហើយខ្ញុំស្លាប់ក៏មិនស្ដាយដែរបើបានឃើញមុខគាត់ពេលនាងចុះមកដល់គ្រាន់តែគ្រវីដៃដាវទាំងអស់ក៏ចូលក្នុងស្រោមវិញដោយស្វ័យប្រវត្តិឃើញដូច្នេះប្អូនចិញ្ចឹមក៏លុតជង្គង់នៅមុខនាងភ្លាមសូមឲ្យនាងបង្រៀនគេបន្តិចតែពេលនាងងាកមកប្អូនចិញ្ចឹមក៏ស្រឡាំងកាំងចៅ